មួយជីវិតហើយទៅតែឃើញទេពោះត្បាល់ដែលចាស់ខ្មែរយើងដំណាលតគ្នាថាវាមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងតាំងពីយូរណាស់មកហើយអ្នកខ្លះជឿថាមានសត្វពស់ត្បាល់តែអ្នកខ្លះទៀតមិនដែលឃើញនិងមិនជឿនោះទេដោយសារតែពស់ត្បាល់ដែលចាស់បុរាណតែងតែនិយាយតគ្នាថាពស់ត្បាល់មានប្រវែងខ្លួនខ្លីតែធំហើយវាមានល្បឿនលឿនខ្លាំងណាស់តែពេលថ្មីនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែមានការចែករំលែកមួយអំពីសត្វពស់ម្យ៉ាងចេញពី Facebook Page ឈ្មោះវត្ថុស័ក្តិសិទ្ធិដូនតាខ្មែរដោយអះអាងថាពស់ត្បាល់ដែលចាស់និយាយតគ្នានោះដែលបានរៀបរាប់ថានេះហើយពស់ត្បាល់កាលពីសម័យមហានគរសម្បូរខ្លាំងណាស់ធំជាងដើមត្នោតក៏មានដែរវាអាចរស់រៀនមានជីវិតរហូតទៅដល់រាប់ពាន់ឆ្នាំឯណោះរាល់ថ្ងៃក៏មានដែរវារស់នៅក្នុងព្រៃជ្រៅនិងល្អាងភ្នំធំមានដើមឈើធំមានទឹកច្រើនជុំវិញដើម្បីវាងាយស្រួលចាប់ចំណីសត្វចតុបាទធំដូចជាខ្លាឆ្លុះសម្បីតែមនុស្សក៏ដោយឲ្យតាហ៊ានចូលដល់តំបន់វាហើយកម្រនឹងមានជីវិតអាចត្រឡប់មកវិញណាស់អរគុណចំពោះការតាមដានរបស់ប្រិយមិត្តអរគ្នានៅអត្ថបទសារព័ត៌មានមួយនេះគណៈពេលនេះខ្ញុំបាទសូមជម្រាបលានិងវិលជួបប្រិយមិត្តអរគ្នានៅឱកាសក្រោយជាបន្តទៅទៀតដោយលក្ខណៈកាឡាសំណាញ់កាឡាម៉ុងណាបើឲ្យសាច់វាតុនហ្នឹងហើយសាច់វាស្បែកវាយាតុនមិនសាច់ណែនដូចពោះថ្លាន់ទេហើយញាតិញោមបងប្អូនបកណាព្រះអង្គលោកនិមន្តមើលហើយវាអត់មានប្រវែងវែងអីប្រមាណទេប្រវែងវាខ្លីហើយក្បាលវាសំប៉ែតតូចមែនតើក្បាលវាកប្លែតនេះក្បាលវាបងក្បាលនៃសត្វពស់នេះគឺវាកប្លែតឡងស្ដើងដូចស្លឹកស្រូវចឹងអ្វីដែលចម្លែកគឺផ្នែកស្បែករបស់វានឹងតែម្ដងផ្នែកស្បែករបស់សត្វពស់នេះគឺជាលក្ខណៈស្បៃអត់មានសកាទេបើអត់មានសកាទេអញ្ចឹងអ្នកស្រុកអ្នកភូមិនេះថាវាជាលើកទី1ហើយដែលបានឃើញសត្វពស់នេះបើដែលបានឃើញសត្វពស់នេះដោយមិនដឹងថាជាពស់អ្វីទេព្រោះវាមិនមែនជាពស់ថ្លាន់ហើយវាក៏មិនមែនជាពស់សង្សើវាតម្បោកអីដែរគឺបន្ទាប់តែលើកទី1ហើយដែលយើងបានជួបចំពើប្រទេសនឹងសត្វពស់នេះព្រោះហើយសត្វពស់នេះគឺពេលថ្ងៃបែបនេះវាអត់មានលក្ខណៈថារើទេបងប្អូនជួយ share ម្នាក់មួយផងបកណាប្រសង share ម្នាក់មួយផងឲ្យបងប្អូនយើងបានឃើញនៅសត្វពស់ចម្លែកមួយចម្លែកមែនតើណាតែថាពស់ថ្លាន់ឥឡូវមើលស្បែកវាទៅគឺមិនមែនមានលក្ខណៈសកាពស់អីទេគឺទាំងពីខាងខ្នងពស់ក្តីទាំងពីខាងក្រោមបាតនៃពស់សត្វពស់នេះក្តីគឺវាស្បៃទាំងអស់ហ្នឹងហើយលក្ខណៈកាឡាស្បៃកក្រើមដូចគីង្គក់អញ្ចឹងណាឥឡូវមកសុំ